Nơi đám năm nay sớm xa thiên rọt chân vìរបរគ្រប់ទីបានក្រោកឈរឡើងរៀបចំប្រកួតប្រជែងដើម្បីដណ្ដើមតំណែងម្ចាស់គុណនៃពិភពគុណដែលរៀបចំឡើង3ឆ្នាំម្ដងមហាសន្និបាតពិភពគុណចាប់ផ្ដើមជាផ្លូវការច្បាប់នៃមហាសន្និបាតពិភពគុណលើកនេះគឺអ្នកណាដែលបេះទុំលេខ1លើលោកនេះបានមុនគេអ្នកនោះគឺជាមេដឹកនាំពិភពគុណថ្មីទុកឲ្យខ្ញុំអ្នកនាងការប្រកួតប្រជែងគុណមិនមែនជាល្បែងក្មេងលេងទេប្រសិនជារងរបួសគឺមិនល្អឡើយអ្នកណាដែលចង់ប្រយុទ្ធឡើងមកឥឡូវនេះទុំលេខ1លើលោកខ្ញុំត្រូវតែយកឲ្យបាននៅថ្ងៃនេះប៉ុន្តែខ្ញុំមើលទៅក្រុមបរិសុទ្ធដូចជាពួកអ្នកគ្មានអ្នកណាម្នាក់មានសមត្ថភាពគ្រាន់បើនោះទេគ្រាន់តែជាមនុស្សស្រីម្នាក់សោះហ៊ានកង់ម្លេះមើលទៅនាងបែបនេះប្រហែលជាមកធ្វើចរិតដើម្បីតាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះកង់ណាទុកឲ្យខ្ញុំមកប្រដៅមនុស្សស្រីដែលមិនស្គាល់ខ្ពស់ទាបដូចជានាងល្អស្មានមិនដល់ថាមនុស្សស្រីគ្មានឈ្មោះម្នាក់បែរជាអាចវាយអ្នកក្លាហាននៃបឋមទាំង4ឲ្យដួលសន្លប់ទាំងអស់ឲ្យតែបេះទុំចុះមកនាងនឹងក្លាយជាមេដឹកនាំពិភពគុណថ្មីហើយលេខ1លើលោកគឺមានតែប៉ុណ្្នឹងទេបើចង់ដណ្ដើមយកទងត្រូវឆ្លងកាត់ខ្ញុំជាមុនសិនចង់ប្រយុទ្ធជាមួយខ្ញុំឯងនៅមិនទាន់សមសមត្ថភាពទេខ្ញុំចង់ប្រយុទ្ធជាមួយលេខ1លើលោកស្អីគេនាងចង់ប្រយុទ្ធជាមួយគ្រូម៉ាស់តគូឬគ្រូម៉ាស់តគូគឺជាអ្នកស្នងតំណែងកម្មពិតមេអំបៅដែលបានកាន់តំណែងជាមេដឹកនាំពិភពគុណជាង10អាណត្តិមកហើយរហូតមកដល់ពេលនេះគ្មានអ្នកណាអាចរំពោះរំកើតំណែងគាត់បានឡើយមនុស្សស្រីម្នាក់នេះទោះជាមានសមត្ថភាពខ្លះក៏មិនគួរកង់ដល់ថ្នាក់នេះដែរអ្នកក្លាហានដែលត្រូវបានគ្រូម៉ាស់តគូវាយឲ្យចាញ់បើគ្មាន100នាក់ក៏មាន50នាក់ដែរប្រសិនជាគាត់មិនចង់ផ្ដល់ឱកាសឲ្យពួកយើងជាអ្នកជំនាន់ក្រោយទេនោះការប្រកួតដណ្ដើមជើងឯកនេះមិនបាច់រៀបចំឡើងតតែសោះយេលេងយុននេះពិតជាកង់ហួសហេតុពេកហើយគ្រាន់តែជាមនុស្សស្រីគ្មានឈ្មោះម្នាក់បែរជាចង់មកប្រកួតប្រជែងជាមួយឪពុកខ្ញុំឯងមើលងាយមនុស្សស្រីអញ្ចឹងខ្ញុំនឹងវាយគាត់ឲ្យចាញ់ដើម្បីក្លាយជាលេខ1នៃពិភពគុណដោយឥតមានការសង្ស័យអ្នកនាងយេពិតជាក្មេងខ្ចីតែមានសមត្ថភាពមែនប៉ុន្តែគួរឲ្យស្ដាយខ្ញុំមានអាយុច្រើនហើយកិត្តិយសខ្លាំងខ្លាយទាំងនេះគ្មានន័យអ្វីសម្រាប់ខ្ញុំទៀតទេប្រសិនបើអ្នកនាងចង់បានទងលេខ1លើលោកនេះចូលយកទៅចុះលេខ1លើលោកគឺមិនមែនបានមកពីការប្រកល់ឲ្យនោះទេខ្ញុំមកថ្ងៃនេះគឺដើម្បីវាយលោកឲ្យដួលដោយផ្ទាល់ដៃដើម្បីឲ្យមនុស្សគ្រប់គ្នាបានឃើញច្បាស់ថាអ្នកណាទើបជាលេខ1លើលោកពិតប្រាកដលោកគ្រូយេលីងយុនឪពុកខ្ញុំប្រកល់តំណែងលេខ1ក្នុងពិភពគុណឲ្យអ្នកហើយតែហេតុអ្វីបានជាអ្នកនៅតែតាមជិះជាន់មិនលែងចឹងអ្វីដែលខ្ញុំយេលីងយុនចង់បានខ្ញុំនឹងយកដោយខ្លួនឯងប្រកល់ឲ្យខ្ញុំមិនត្រូវការទេនាងដើរទៅទាញយកបន្តោងយកលេខ1ក្នុងលោកតំណែងលេខ1ក្នុងលោកមួយនេះខ្ញុំយេលីងយុនសូមទទួលយកដោយរីករាយហើយល្អអាយុទើបតែជាង20ឆ្នាំសោះបានក្លាយជាលេខ1ក្នុងលោកយេលីងយុនពិតជាមនុស្សលេខ1ក្នុងលោកមែនតើនៅមាននរណាមិនសុខចិត្តទៀតទេយេលីងយុននាងលើកជើងទាត់បវិញបណ្ដាលឲ្យបរោះអោស្ធ្លាក់ផ្លោងនិងជ្រុះដាវពីដៃដៃរបស់ខ្ញុំបាក់ហើយនាងទាត់មួយជើងទៀតបណ្ដាលឲ្យគេបុកផ្លោងទៅបាក់ទៅឈើរកគ្រងដាក់ខ្លួនឯងសោះយេលីងយុនអ្នកអឿនកាយនឹងប្រមាថកាច់ពេកហើយមើលងាយមនុស្សទូទៅឥតប្រយោជន៍ដែលបានឈ្មោះថាជាលេខ1ក្នុងលោកណាធ្វើចរិតបែបនេះគង់តែមានថ្ងៃស្ដាយក្រោយទេប្រឈមមុខនឹងស្ត្រូវគឺត្រូវតែដាច់ខាតនឹងសាហាវគ្រប់ក្បាច់ត្រូវតែផ្ដាច់ជីវិតបើនរណាមិនសុខចិត្តខ្ញុំនឹងប្រើកណ្ដាប់ដៃរបស់ខ្ញុំបង្រៀនគេឲ្យស្គាល់មនុស្សនាងក្រវត្តកំបិតហោះទៅកាត់បង្គោលទងជាតិរួចលោតទៅចាប់យកទងលេខ1ក្នុងលោក
ចាប់ពីថ្ងៃនេះទៅខ្ញុំយេលីងយុនគឺជាមេដឹកនាំសម្ព័ន្ធយុទ្ធគុនថ្មីនិងជាលេខ1ក្នុងលោក នាងស្ទុះហោះឡើងទៅលើដំបូលផ្ទះយ៉ាងលឿនយេលីងយុននាងធ្វើស៊ីគេដល់កម្រិតនេះនាងសប្បាយចិត្តបានមិនយូរទេ